Hello សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ការទស្សនាជាមួយនឹងវីដេអូថ្មីនៅក្នុង Channel YouTube របស់ខ្ញុំ Create Money MMO បាទនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនយើងអំពីរបៀបនៃការដកលុយចេញពី Binance បាទតាមរយៈcrypto ដែលយើងឬក៏កាក់ដែលយើងបានធ្វើការដកពី website នៅក្នុងវីដេអូមុនបាទអញ្ចឹងការដកនេះគឺខ្ញុំបង្ហាញពីការដករបៀបនៃការដកពី Binance ទៅធនាគារ AC ឬក៏អ្នកអាចដកទៅក្នុង APA ក៏បានដែរការដកដូចតែគ្នាទេប៉ុន្តែវាខុសតែធនាគារបាទអញ្ចឹងខ្ញុំដកនេះដកចំនួនតែប្រហែលដុល្លារទេខ្ញុំដកពី Binance ហ្នឹងទៅក្នុង AC បាទអូខេអញ្ចឹងបងប្អូនយើងបើសិនជាតម្រូវការចង់ធ្វើការដកលុយអីបងប្អូនយើងអាចមើលតាមវីដេអូនេះបានណាវីដេអូនេះគឺខ្ញុំបង្ហាញថ្មីនៅក្នុងពេលឥឡូវហ្នឹងបាទហើយលុយដែលខ្ញុំធ្វើការដកហ្នឹងគឺបានពីណាមកគឺខ្ញុំបានមកពីវីដេអូទាំងពីរនេះបាទវីដេអូទាំងពីរហ្នឹងគឺខ្ញុំបានដកលុយចំនួនអាខាងលើគឺ$36ហើយនៅអាខាងក្រោមនេះគឺខ្ញុំដកបានចំនួន$23ទាំងអស់ទៅវាបូកចូលទៅវាចូល50ប្រហែលដុល្លារដែរអ្នកគ្នាប៉ុន្តែខ្ញុំបានដកខ្លះហើយនៅសល់តែ$50ជាងទេនៅក្នុង Binance របស់ខ្ញុំអូខេអញ្ចឹងបងប្អូនយើងដែលគាត់បានធ្វើការចុះឈ្មោះកន្លងមកហើយបើសិនជាបងប្អូនយើងតម្រូវការចង់ដកអីគឺអាចមកមើលវីដេអូនឹងបាននេះតាក់ទងមួយការដកលុយឬក៏ដកកាក់ជា crypto នោះជាកាក់ TRX ក្តីឬក៏កាក់ Binance ជាស្រ័យកាក់ TRX ក្តីកាក់ដក Coin ក្តី BNB ក្តីកាក់អ្វីក៏ដោយឲ្យតែបងប្អូនយើងមានបងប្អូនយើងអាចដកតាមវីដេអូរបស់ខ្ញុំបង្ហាញទៅគឺបានដែរបាទអញ្ចឹងឥឡូវខ្ញុំចុចចូលមកក្នុងវីដេអូនេះបន្តិចបាទតាក់ទងជាមួយនឹងបង្ហាញពីការចូលឈ្មោះបើសិនជាអ្នកនាងមកក្រោយអាចធ្វើការចាប់ផ្ដើមលេងទាំងអស់គ្នាទៅណាបាទអាចចាប់ផ្ដើមលេងទាំងអស់គ្នាទៅទោះបីជាបងប្អូនយើងអត់ចេះក៏ដោយគឺចាប់ផ្ដើមលេងស្វែងយល់ទៅដោយសារតែខ្ញុំពីមុនក៏ខ្ញុំអត់ចេះដែរប៉ុន្តែខ្ញុំបានស្វែងយល់ពីវាបាទបន្តិចប្រចាំថ្ងៃទៅវារៀងស្ពឹកបាទវារៀងស្នឹកដៃរៀងស្នឹកចំណេះយើងខ្លះតែអញ្ចឹងអ្នកនេះបាទនេះគ្រាន់ជាអ្វីដែលខ្ញុំបានឆ្លងកាត់មុនប៉ុន្តែមិនមែនមានខ្ញុំមានចង់ថាចំណេះឬក៏បទពិសោធន៍ច្រើនអីទេបាទខ្ញុំរកតែលក្ខណៈបែប free បែបតក់ទេអត់អាចលឿនដូចគេដូចអីទេអ្នកនេះណាបាទអត់ចេះ trade អត់ចេះអីទាំងអស់គឺខ្ញុំចេះតែលេង free ដកពី website មកទុកក្នុង Binance ដកពី Binance មកចាយតែប៉ុណ្្នឹងឯងឲ្យ trade ឲ្យអីគឺអត់ចេះទេអូខេអញ្ចឹងឥឡូវតោះបងប្អូនចុចលើចំណងជើងនៃវីដេអូហ្នឹងមកហ្នឹងហើយបន្ទាប់មកទៀតបងប្អូនចុចលើចំណងជើងហើយបងប្អូននឹងឃើញ link គឺមានខ្ញុំដាក់នេះគឺមាន8 link website ទាំងអស់ហ្នឹងណាគឺមាន8 link អញ្ចឹងបងប្អូនយើងអាចចុចតាមរយៈ link តំណទាំង8ហ្នឹងទៅចុះឈ្មោះម្ដងមួយទៅបងប្អូនយើងអាចមក claim ទៅការ claim គឺដូចគ្នាទេ claim 1ម៉ោងគឺ claim ម្ដងបាទអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះគ្នាតោះទៅធ្វើការទស្សនាតោះគ្នាណាបាទហើយមួយទៀតបើសិនជាបងប្អូនយើងដែលគាត់អត់ទាន់មានជាមួយនឹងកាបូបលុយ Binance អញ្ចឹងបងប្អូនយើងអាចធ្វើការ download បានគឺចូលជាមកដល់វីដេអូរបស់ខ្ញុំហើយបងប្អូនយើងអាចចុចចូលមកក្នុង Binance បានគឺខ្ញុំដាក់ link Binance បាទដើម្បីបងប្អូនយើងអាចទៅឡើងកម្មវិធី Binance ដោយតាមរយៈ link របស់ខ្ញុំតែម្ដងបាទមិនចាំបាច់ទៅក្នុង Play Store ឬក៏ App Store អីទេណាអូខេអញ្ចឹងកុំឲ្យខាតពេលតោះនិយាយរឿងច្រើនទេអ្នកនរឥឡូវខ្ញុំចូលទៅក្នុង Binance តែម្ដងអ្នកនរហើយមួយទៀតកុំភ្លេចធ្វើការចុចលើប៊ូតុងពាក្យថាជាវឬក៏ Subscribe ផងណាដើម្បីបាននៅវីដេអូថ្មីពីខ្ញុំបន្តទៀតអ្នកនរអញ្ចឹងខ្ញុំចុចចូលមកក្នុង Binance ហើយបាទនេះគឺជា logo នៃ Binance និងឈ្មោះរបស់វាបាទអញ្ចឹង logo Binance នេះឬក៏ app Binance នេះវាជា wallet ឬក៏កាបូបលុយមួយដែលវាទទួលឬក៏ផ្ទុកកាក់ crypto ទាំងច្រើនប្រភេទរាប់រយប្រភេទមានទាំងថ្មីមានទាំងចាស់មានទាំងថោកមានទាំងថ្លៃបាទមានច្រើនមែនតើនៅក្នុងហ្នឹងហើយវាមានមុខងារ P2P មុខងារ P2P ហ្នឹងគឺមិនមែនមានតែនៅក្នុង Binance ទេនៅក្នុង PayPal ក៏មានមុខងារ P2P ដែរបាទ PayPal ដូចជាមុខងារដកលុយពី AdSense មកក្នុងធនាគារខ្មែរអញ្ចឹងបងប្អូនយើងទទួលលុយពីYouTube អីគឺឃើញហើយគេដាក់ថា P2P អញ្ចឹងណាអ្នកនាងបាទ P2P បាទជារួមទៅគឺយើងដកពីខ្ញុំបាក់បញ្យល់ឡើងដែរនេះកន្លែងហ្នឹងណាអត់សូវយល់ច្បាស់ទេប៉ុន្តែជាអ្វីដែលយើងបានស្វែងយល់បន្ថែមកន្លែងហ្នឹងអ្នកនាងហើយមកខាតពេលតោះយើងចាំបន្តិចបាទខ្ញុំកំពុងចូលមកក្នុង Binance របស់ខ្ញុំអូខេបងប្អូនអរគ្នាឥឡូវខ្ញុំចូលមកដល់ Binance របស់ខ្ញុំហើយអញ្ចឹងបងប្អូនយើងមើលទាំងអស់គ្នាណាគឺខ្ញុំមានលុយនៅក្នុងកាបូបលុយ Binance នេះមានតែ$51.31សេនទេអញ្ចឹងខ្ញុំអត់ដកទាំងអស់នោះទេខ្ញុំដកតែចំនួនជាតម្រូវការរបស់ខ្ញុំនឹងត្រូវយកលុយនោះទៅធ្វើការបង្កើតអីផ្សេងទៀតឃើញណាហ្នឹងហើយអញ្ចឹងមុខងារដែលយើងត្រូវធ្វើការដកគឺមុខងារនេះ
nè một nghiệp P2P này nó nè đại những thuật ca bài hai bọn chơi một màn đó nó cứ đo tạm một nghiệp mới năng một nghiệp P2P nó cứ chia một nghiệp môi đại dương tên lụa visual dương ao nè tên còn là thôi ca scan QR bao dương tại những bạn đã trâu được không lấy đến tới cứ lôi về bánh mòn lươn mình tên nó nè bạn ao tài khang nó kịch khen bao dương nhà tàu bà những đọ tàu nhà tới kịch khen đừng khơi kia bánh lôi dương liếm nhưng cho tụi mơ hàng dương đấy nhưng cho tụi mơ không con tới bàn cho tụi mơ không cái này thì kia bao dương tới khơi dương ai tu tuột cạo kia tới kia tu tuột ai lùi dương chẳng này ok chẳng bàn tay nhóm mi lôi được không bản lên nâng mét bàn tay một ông dương mà mơ tạo nè ở đây nhóm cho một con lại drop scam đi sân để sao tại nhóm toàn bạn thôi ca bắt đầu cả đấy mới tới bà bắt đầu cả nè chẳng là bây giờ thôi ca độ bán cứ một ông thật tay thôi ca bắt đầu cả sân bà bắt đầu cả sân chẳng cả bao nhiêu nữa ở đây ní cứ bên nơi không bà đây một ông mơ tạo đến đi thì ở chỉ dot coin ní bên nơi không tất cả phép tu tới lại đây nè ok chẳng một ông nên cho lại support đi sân support dương cho mà chạy mơ sân hoặc nè ok support ở đây cắt thì bao nhiêu nên không support nè thì bao nhiêu nên không support nó không dot coin bà trong fan đánh miền ở đây mơ sân ok trong fan đánh ở miền tây nào thế fan đánh bao nhiêu cửa miền tây ở miền cạn ở tây nhưng trong nhà than chơi bằng nè làm bay dương thưa ca làm bay dương thưa ca độ bán cứ ổn thể thưa ca bà sân chỉ miền cạn nơi không fan đỉnh nè đừng trẻ cạn nơi không fan đỉnh hết này một ổn thể thưa ca bắt đầu bị fan đỉnh mò support sân bà anh ấy cứ chia vào để nhom thọp thưa ca bà hai nhọc đi bị môn chỉ bắt được sao chẳng này chẳng một ổn thưa tam nhom tay bà sân chỉ một ổn dương thưa tam bị thiệp xanh tiết có bán đài nọc nè ấy tề bà bắt tay chụp bôi nhóm cứ nhân thưa bà năng bà chắc là bên mấy ca bắt đầu cứ một ổn dương ai cho trồ lại nè bị thà chuối đồ đi máu bà lại chuối đồ đi ok chắc là chuối đồ nó cứ dương ai bắt đầu bị funding từ support từ funding bị cạm xây từ chia lôi USDT vì USDT tại xem bà cứ dương ai bắt đầu bàn tặng anh năng bàn chắc là 100 ngàn tích nè 300 plate trong nơi bao nhiêu mấy những cái nơi không cạn bao nhiêu mấy nhọ to miên lưới được thì bà cứ to miên lưới này lưới bao nhiêu cái nơi không cạn lại tề toàn phơi cam bắt đầu tề nó nè nơi không cạn lại tề nơi không cạn đọt coin cạn thì ở x mấy này là 110 đọc này bà hai ở ba tại bắt đầu bà là sao tại internet hay là tôi sắp đại bao nhiêu phơi ca record phong hay phơi ca phong tết cắt to video phong tết bị phơi ai tầm hôm mà sấn vì hiện ở bình chơi thấy thua ở cả thót bây trước thì lạ là ồn bàn thái 400 chi dương mới nè ba lạ là ôn cho người lọ thằng thang ôn dương mới to ăn chẳng nào nè ok mà bọn nào này chẳng là này cứ bị lỗi ở giờ nè mà bọn khơi á cứ nhân viên chỉ thi ở ấy chỉ năng đọt coin chẳng bị bà hai ở giờ khơi nha anh chẳng cùng nó bao nhóm là nhóm trong phơi ca đọ ní cứ nhóm trong phơi ca bắt đầu sân nhập bắt đầu bị cạn ui thọ thay nhân viên cạn đọt coin khá cạn thì ở khá chẳng nhập bắt đầu vía tôi chỉ lôi USDT sao nó này là sao là dương lụa đấy cứ dương lụa chỉ là cái nạn USDT bạn chẳng video muốn cứ như bạn phải hai pi lại nắng ấy nè bàn tay video này cứ như phải hai trong một ôn dương anh mơ tới nè anh mơ tao nâng tay bật sân trên ôn dương đỏ thì là từ bồn ắt đằng chẳng nào hiệp ok là những phơi ca cho là hàng khóm đi sân do mỗi năm chất lưa pi nó chạy mỗi năm môn của bạn nào hiệp tranh chạy là hàng khóm ấy nhầm chạy đâu sân đọt khó nhầm đâu tôi chia lôi USDT bà chạm tí nào nhé nè lại đọt khó những chạy cho chia USDT bạn trả lòng chạy do ai bà đấy UI bà nào nè trả lòng ok cho lên chạm tí nhầm bắt đầu chia lôi USDT với nhẹ bà chắc một con giờ đi mất nè do khăn không kế USDT bà chẳng USDT cứ một con giờ khăn không nè bà tư chẳng là lấy cứ nhầm TP dot coin nào thế nè ở đây giờ khăn lơ thì ở nó cứ đầu từ chia dot coin mình bà đầu vì dot coin với nè dot coin bởi nhóm cứ miên chân hồnประมาณ80ดอก80กะ80กะdot coin mới smartจะลอยประมาณจะมือดอกนี้นะsmartจะลอยnhưng đó là nó đọc lá trên tên nó nè năm bây giờ màu pra bà trăm bạch là ngày trong bộ trăm plate 300 plate nó nè đọc tì bật hai ok lấy một bộ dương ai chắc tao biết thằng nè tệ nè bà được con bộ dương bị trâu thằng om á chắc bị thằng tệ được có full lắm bà nè chắc bị tệ này mất bộ ấy bài nan cứ bia đã sau không ai ao dương xuống mớ tệ hoặc là vạ tệ bài nan bị support là lâu không ai
Chồng mày chuyện cát ok nè trong chợ hai ní 80 កាក់ខ្ញុំចុចទាំងអស់តែម្ដងជាមួយវាលោតលុយទៅនេះមកឡើយបាទវាលោតលុយមកអញ្ចឹងបានតែ$9ណានេះបានតែ$9ទេអូខេអញ្ចឹងឥឡូវខ្ញុំចុចយកប៉ុណ្ណឹងសិនបាទបងចុចលើពាក្យថាមើលសាក់លបងនេះខ្ញុំចុចទាំងអស់ហ្មងនេះខ្ញុំបដូរពី Dogecoin ទៅជា USDT ទាំងអស់80កាក់ហ្នឹងដោយសារ Dogecoin ចុះថោកមែនតើនេះចុះថោកអញ្ចឹងតម្លៃវាតម្លៃកាក់ Dogecoin ហ្នឹងវាចុះថោកអញ្ចឹងពេលយើងបដូរទៅជាលុយ USDT គឺបានប៉ុណ្្នឹងឯង80កាក់រលមានស្បែកបាទរលមានស្បែកយើងបានតែ$9 80កាក់ហ្នឹងហើយប៉ុន្តែបងប្អូនយើងព្យាយាមរកវាទៅណាដោយសារតែពេលដែលវាចូលថោកគឺយើងអាចរកបានអត្រាការរកកាក់ហ្នឹងគឺបានច្រើនជាងងាយស្រួលរកអញ្ចឹងណានេះអូខេអញ្ចឹងយើងកំពុងចុចនៅលើពាក្យថានេះពាក្យថាមើលសាក់លបងនេះចុចលើនោះទៅដើម្បីយើងបដូរទៅជាលុយ USDT នោះនេះអូខេបន្តមកទៀតបងប្អូនចុចលើពាក្យថាបញ្ជាក់មកបាទចុចលើពាក្យថាបញ្ជាក់ហ្នឹងទៅហ្នឹងហើយវាចឹងវាកំពុងដើរនេះអូខេចុចយកព្រមបងប្អូនយើងអាចចុចម្ដងទៀតមកហើយបញ្ជាក់ម្ដងទៀតពេលខ្លះវាឲ្យយើងចុចច្រើនដងក្នុងទីហ្នឹងណានឹងជាពួកខ្ញុំឯងបើជាពួកបងប្អូនយើងផ្សេងបើជាមិនអីទេបាទបើជាមិនអីទេអូខេឥឡូវបានហើយនេះkalauយើងបានបដូរពីកាក់ Dogecoin ទៅជាលុយ USDT ហើយចាំតិចអ្នកនេះពងចូលអូខេអ្នកនេះអញ្ចឹងបន្តបងប្អូនឃើញនេះគឺខ្ញុំបានបដូរទៅជាលុយ USDT ហើយណាពីកាក់ Dogecoin មិនទៅជាលុយ USDT បាទអញ្ចឹងបងប្អូនមើលតណានេះដោយសារតែវីដេអូនេះវែងណានេះបាទវែងហ្នឹងហើយអូខេអញ្ចឹងបន្តមកទៀតគឺខ្ញុំចង់ដកចំនួន$10ប៉ុន្តែបានតែ$9ហើយយើងទុកថ្លៃសេវាវាទៀតអញ្ចឹងឥឡូវខ្ញុំធ្វើការបដូរពី Dogecoin ទៅជា TRX ម្ដងបាទទៅជា TRX ដោយសារខ្ញុំមាន TRX ខ្លះដែរអញ្ចឹងណាវា TRX ចុចលើ TRX មកចាំបងប្អូនធ្វើតាមហ្នឹងណាដោយសារទូរស័ព្ទដៃរបស់ខ្ញុំវាកៀងដែរអញ្ចឹងបងប្អូនយើងអាចមើលតន់ហើយបាទអូខេអញ្ចឹងឥឡូវខ្ញុំសុំបន្ថែមតាប្រហែល$ទៀតទេឲ្យខ្ញុំបន្ថែមតា$3ទៀតទេណាបាទ$3ទៀតអាយ៉ាច្រឡំបាទតែ$3ទៀតទេ3 USDT ទេអញ្ចឹងវាលោតមកហើយបើចូលvàoខាងក្រោមនេះវាលោតខាងលើនេះឲ្យយើងបាទលោតកាក់វាកាត់កាក់របស់យើងណាវាកាត់កាក់ TRX របស់យើងប្រហែលវាកាត់តាមទឹកលុយហ្នឹងបាទតាមទឹកលុយដែលយើងបានបញ្ចូលហ្នឹងណានេះអញ្ចឹងបងចាំបន្តិចទេអូខេអ្នកនេះអញ្ចឹងឥឡូវវាកាត់ប៉ុណ្ណឹងបាទនេះវាកាត់ចំនួន3 USDT វាកាត់អស់10កាក់ TRX អ្នកនេះឃើញណាអញ្ចឹងបងប្អូនជួយធ្វើការចុចពាក្យថាមើលសាក់លបងបាទចុចមើលថាពាក្យថាមើលសាក់លបងហ្នឹងមកអូខេចឹងបងប្អូនចាំមកផ្លែតបាទវាកំពុងតែដំណើរការចឹងបងប្អូនចុចពាក្យថាបញ្ជាក់ម្ដងទៀតអ្នកនេះបាទចុចពាក្យថាបញ្ជាក់ម្ដងទៀតមកបាទចុចវាលោតតវាលោតអញ្ចឹងណាអូខេចុចពាក្យថាយក Pro មួយទៀតហើយចុចពាក្យថាបង្ហាញឡើងវិញបាទចុចធ្វើតាមខ្ញុំមកអ្នកនេះបាទធ្វើតាមខ្ញុំមកអូខេវាកំពុងដើរបញ្ជាក់ម្ដងទៀតបើសិនជាវាអត់លោតឲ្យយើងទេយើងចុចបញ្ជាក់រហូតតែមើលផងណាបាទមើលផងកែលោតវាឲ្យយើងចុចអីផ្សេងអញ្ចឹងណាអូខេនេះអញ្ចឹងបានហើយនេះអញ្ចឹងខ្ញុំអាមុន$9អានេះ$3ទៀតចឹងអត់$12នោះនេះទាំងអស់វា$12ជាងអីមើលទៅហ្នឹងហើយអញ្ចឹងខ្ញុំដកចំនួនប៉ុណ្ណឹងដើម្បីយកមកនិយាយចំទៅគឺខ្ញុំយកមកទិញជាមួយនឹងកម្រងSono បាទនោះនេះទិញកម្រងSonoទិញតែមួយខែទេមួយខែ$10ដើម្បីយកមកបង្កើតជាមាងបាទនិយាយទៅអស់ហ្មងទៅបាទអាហ្នឹងគឺខ្ញុំយកពីអាលុយដែលខ្ញុំបានពី website ផ្សេងហ្នឹងយកមកបង្កើតជាមួយនឹងcontent អីផ្សេងទៀតចឹងណាអូខេអញ្ចឹងបន្ទាប់មកគឺខ្ញុំបានបដូរហើយអញ្ចឹងបន្តមកទៀតគឺបងប្អូនយើងអាចធ្វើការបាទមើលអស់គ្នាអញ្ចឹងបងប្អូនយើងអាចចូលមកក្នុង line ទ្រព្យសកម្មមកបាទចូល line ទ្រព្យសកម្មបងអូ5-10នាទីបងប្អូនអូច្រើនមែនតើចូលមក line ទ្រព្យសកម្មបងប្អូនយើងចូល line support ហ្នឹងហើយចូល support នេះអូខេនេះចឹងបងប្អូនឃើញទឹកលុយនៅក្នុង support ណានេះឲ្យទឹកលុយជា USDT នៅក្នុង support បែបនេះគឺបានន័យថាគឺយើងអាចដកបានហើយអ្នកនាងយើងអាចដកបានហើយយើងអាចលក់កាក់គេបានអ្នកនាងនេះអញ្ចឹងគេដាក់ថា USDT $12បងប្អូនឃើញបងខ្ញុំណាគឺខ្ញុំបានបដូរមិញហើយបាទ
ពីមុនលុយហ្នឹងគឺវានៅក្នុងដកស្គាល់នៅក្នុងកាក់ផ្សេងៗហ្នឹងចឹងបដូរមកទៅជាលុយ USDT សិនអូខេចឹងបន្ទាប់មកគឺយើងចូលមកក្នុងកន្លែងទ្រព្យទំព័រដើមវិញបាទបន្តមកទៀតបងប្អូនចូលមកមុខងារពាក្យថា P2P នេះបាទ P2P ចឹងបងប្អូនចាំ apply ពីបងចូលទៅក្នុង P2P ហ៎នេះបន្ទាប់ពីបងប្អូនចូលមកក្នុងមុខងារ P2P ហើយវាមានមុខងារបងប្អូនយើងអាចមើល collect ខាងលើនេះបាទតែហ្នឹងវាអាចមានដុល្លារមានខ្មែរតែបងប្អូនវាលោតចូលមកដំបូងវាលោតចេញដុល្លារចឹងបងប្អូនយកដុល្លារអញ្ចឹងណាបើសិនបងប្អូនចង់ដកលុយខ្មែរទៅអញ្ចឹងបន្ទាប់មកបងប្អូនយើងយកពាក្យថាលក់នេះបាទចេះពាក្យថាលក់អញ្ចឹងពេលដែលបងប្អូនចេះពាក្យថាលក់វាចេញពណ៌ក្រហមបាទវាចេញប៊ូតុងឲ្យយើងក្រហមបែបនេះណាបាទបើសិនជាយើងទិញអាហ្នឹងគឺវាចេញពណ៌បៃតងវិញអូខេបន្តមកទៀតបងប្អូនយើងចុចនៅលើពាក្យថាការទូទាត់យើងចូលមកបំពេញជាមួយនឹងគណនីធនាគាររបស់យើងសិនបាទបើសិនបងប្អូនយើងថ្មីបងប្អូនចូលមកបំពេញសិនអស់នេះណាបាទអញ្ចឹងដូចចំពោះខ្ញុំទៅចំពោះខ្ញុំអញ្ចឹងគឺខ្ញុំថតធ្វើការដកខ្ញុំយកជាមួយនឹង AC តែម្ដងចុចលើ AC មកឲ្យ confirm វាមកបាទនៅក្នុងហ្នឹងគឺបងប្អូនយើងមានធនាគារច្រើនណាស់អ្នកអាចទៅស្វែងរកបានណាគ្នាហើយបន្ទាប់មកទៀតគឺបងប្អូនយើងចុចនៅលើកន្លែងនេះលើពាក្យថាចំនួនបាទបងប្អូនចុចលើពាក្យថាចំនួនហ្នឹងមកអញ្ចឹងយើងបញ្ចូលចំនួន$12ចឹងទៅប៉ុណ្្នឹងមកបាទហើយយើងសូមបញ្ជាក់អ្នកគ្នាការដកនេះគឺយើងអាចដកបានចាប់ពី$10ឡើងទៅអ្នកគ្នាណាបាទ$10ឡើងទៅបើក្រោម$10គឺដកអត់បានទេបាទអញ្ចឹងបងប្អូនចុចពាក្យថា confirm បាទបន្ទាប់មកបងប្អូន refresh វិញមកបាទ refresh វាទីតម្លាក់វិញមកអូខេបន្ទាប់មកទៀតគឺបងប្អូនយកខាងលើគេនេះខាងលើវាគ្រាន់បានថ្លៃអញ្ចឹងណាបាទមើល951នេះ998អូខេអញ្ចឹងយកមួយនេះបានថ្លៃអ្នកគ្នាណានេះមួយនេះបានថ្លៃជាងអានេះនៅខាងលើប៉ុន្តែថោកនៅខាងលើមិនតែវាថោកបាទតែនេះនៅខាងក្រោមចឹងបងប្អូនចុចលើខ្ញុំយកពាក្យថាលក់មួយនេះចុចពាក្យថាលក់នេះមកបាទបន្ទាប់មកដល់តម្រងនេះគឺបងប្អូនយើងមើលទៅនេះវាមាន2ឲ្យយើងរើសឲ្យយើងមើលអ្នកគ្នាបាទឲ្យយើងមើលអញ្ចឹងកន្លែងនេះគេដាក់ថាតាមរយៈ USD តាមរយៈការលក់ជាដុល្លារបើសិនជាបងប្អូនយើងធ្វើការបាទបងប្អូនយើងធ្វើការលក់ជាបងប្អូនយកជាលុយចង់ថាលក់ជាលុយដុល្លារអញ្ចឹងបងប្អូនយើងទទួលបានតែប៉ុណ្្នេះណានេះបងប្អូនយើងទទួលបានតែចំនួនប៉ុណ្្នេះទេចុកបាទសំតល់របស់ខ្ញុំឥឡូវខ្ញុំយកពាក្យថាទាំងអស់សិនបងចុចលើពាក្យថាទាំងអស់សិនមកបាទដើម្បីខ្ញុំបង្ហាញនេះអញ្ចឹងពេលដែលខ្ញុំធ្វើការបញ្ចូលទាំងអស់ពេលដែលលុយខ្ញុំទទួលបានចុងក្រោយគឺខ្ញុំបានប៉ុណ្្នឹងណានេះអាហ្នឹងបើសិនជាករណីបងប្អូនយើងយកជាដុល្លារបាទបងប្អូនយល់ណាបើសិនជាករណីបងប្អូនដកជាលុយដុល្លារអញ្ចឹងបងប្អូនយើងទទួលបានតែ$12មក86សេនទេហើយលុយបងប្អូនយើងសរុបគឺប៉ុណ្នេះនេះលុយបងប្អូនយើងសរុបគឺបងប្អូនត្រូវតែចំណាយប៉ុណ្ណឹងឲ្យគេ$12.96អញ្ចឹង$12.96ដក$12.86វាផុតពីហ្នឹងគឺសល់ថ្លៃសេវារបស់គេបាទអញ្ចឹងខ្ញុំយកជា USDT ចុចពីថាទាំងអស់ចេញមកបាទទាំងអស់បាទបន្ទាប់មកបងប្អូននេះឃើញនេះដូចគ្នាទេ$12.97អញ្ចឹងលុយដែលខ្ញុំទទួលបានគឺ$12.86ដូចគ្នាបាទនឹងដូចតែគ្នាទេអ្នកគ្នាឃើញនេះអានេះគឺជាលុយដែលខ្ញុំទទួលបានគឺ$12.86ចូលទៅក្នុង AC បាទឥឡូវបងប្អូនអានេះគឺជា AC របស់ខ្ញុំបាទនេះ AC អូខេអញ្ចឹងបន្តមកទៀតបងប្អូនធ្វើការចុចនៅលើពាក្យថាបញ្ជាក់នេះមកបញ្ជាក់ឈប់នេះពាក្យថាបញ្ជាក់ទិញហើយទៅនេះគឺបងប្អូនឃើញគេដាក់ថា online នេះគេកំពុងតែ online ហ្នឹងនេះណាអញ្ចឹងបងប្អូនយើងប្រហែលជាដកបានលឿនអ្នកនេះអូខេឥឡូវធ្វើការចុចពាក្យថាបញ្ជាក់មកហ្នឹងហើយចាំតិចទៅបន្តមកទៀតគឺបងប្អូនចុចលើពាក្យថាខ្ញុំទទួលស្គាល់បាទចាំផ្លែតវាពងដាក់ទៅហ៎អូខេនេះអញ្ចឹងវាមកដល់តម្រងនេះហើយអ្នកនាងអញ្ចឹងមកដល់តម្រងនេះគឺរៀងប្រយ័ត្នបន្តិចអ្នកនាងបាទកន្លែងហ្នឹងណារៀងប្រយ័ត្នបន្តិចអញ្ចឹងឥឡូវនេះគឺបាទយើងត្រូវតែចំណាយពេលរងចាំប្រហែលជាទៅតាមពេលវេលាដែលបងប្អូនយើងមើលជាក់ស្ដែងអ្នកនាងណាបាទដូចខ្ញុំចេះគឺខាងអ្នកដែលទទួលទិញយើងហ្នឹងគឺគាត់អត់ទាន់បានធ្វើការចូលមកទេបាទគាត់បើកអនឡាញមែនតែគាត់អត់ទាន់ចូលមកបានទេតោះទៅនេះនៅ7នាទីទៀតអ្នកនាងណា7នាទី6នាទីទៀតហើយទៅនេះបើសិនជាប៊ូតុងទៅនេះណាបើសិនជាឃើញប៊ូតុងទៅនេះចេញពណ៌បៃតងអញ្ចឹងបងប្អូនយើងកុំភ្លេចធ្វើការចូលទៅមើលនៅក្នុងធនាគាររបស់យើងជាមុនសិនបាទបើសិនជាបងប្អូនឃើញប៊ូតុងពណ៌បៃតងអធិស្ឋានអ្នកនាងច្រឡំពណ៌លឿងឬក៏ពណ៌បៃបាទពណ៌លឿងចេះបាទពណ៌លឿងចេះនៅក្នុងកន្លែងនេះបងប្អូនយើងធ្វើការទៅមើលនៅក្នុងធនាគាររបស់យើងសិនបាទដើម្បីយើងមើលទឹកលុយដែលយើងធ្វើការទទួលបានហ្នឹងណាហើយបើសិនជាឃើញហើយបងប្អូនចុចលើប៊ូតុងនេះទៅដើម្បីយើងបាញ់កាយគេម្ដងប៉ុន្តែបើអត់ឃើញទេកុំត
ធ្វើការចុចលើប៊ូតុងហ្នឹងហើយទូទាត់កាក់ឲ្យគេមុនណាបាទក៏មកសោះអាហ្នឹងគឺជាការរីកចម្រើនរបស់ខ្ញុំអ្នកគ្នាបាទអូខេឥឡូវខ្ញុំសូមធ្វើការ stop បន្តិចបាទដើម្បីរងចាំឲ្យវាអស់អានាទីនេះបាទអូខេបងប្អូនអ្នកគ្នាឥឡូវគឺខ្ញុំបានឃើញហើយលុយចូលទៅក្នុង AC របស់ខ្ញុំហើយអ្នកគ្នាណាបាទនៅពេលដែលលុយវាចូលទៅក្នុង AC អាប៊ូតុងទៅនេះគឺវានឹងលោតឲ្យយើងហ្នឹងបាទវាលោតឲ្យយើងហើយប៉ុន្តែអ្វីដែលយើងចង់ឲ្យយើងកាន់តែច្បាស់ផ្ទៀងផ្ទាត់មើលកាន់តែច្បាស់ណាគឺបងប្អូនយើងកុំភ្លេចធ្វើការចូលទៅក្នុង AC ឬក៏ធនាគាររបស់យើងរបស់បងប្អូនយើងហ្នឹងចូលទៅពិនិត្យមើលសិនថាតើទឹកលុយដែលយើងធ្វើការដកហ្នឹងគឺទទួលបានប៉ុណ្ណឹងមែនទេអត់បាននៅអញ្ចឹងណាចឹងបងប្អូនចូលទៅពិនិត្យមើលសិនបន្ទាប់ពីបងប្អូនយើងពិនិត្យមើលហើយត្រឹមត្រូវហើយបងប្អូនធ្វើការចុចលើពាក្យថាបានទទួលប្រាក់នេះមកនេះបានទទួលប្រាក់រួចហើយបាទចុចលើប៊ូតុងហ្នឹងមកបងប្អូនយកពាក្យថានេះខ្ញុំបានផ្សេងផ្ទាត់ថាការទូទាត់ប្រាក់ចំនួនប៉ុណ្ណាហ្នឹងបានរួចរាល់ហើយបន្តមកទៀតបងប្អូនចុចលើពាក្យថាបញ្ជាក់ការបញ្ចេញប្រាក់ចុចលើហ្នឹងមកបន្ទាប់មកវាកំពុងដំណើរការបងចាំមកផ្លែទៅបាទបងប្អូនចាំមកផ្លែវាកំពុងដើរហើយនៅពេលដែលបងប្អូនលោតមកដល់ទម្រង់បែបនេះគឺវាតម្រូវបាទគឺវាតម្រូវឲ្យបងប្អូនយើងធ្វើការទៅយកលេខកូដនេះលេខកូដអាកម្មវិធីការពារលេខកូដសម្ងាត់ណាអាកម្មវិធីហ្នឹងវាលោតប្រហែលវិនាទីវាលោតម្ដងហើយហ្នឹងណាបាទកម្មវិធីហ្នឹងគឺខ្ញុំអត់ចេះអានវាពិបាកអានពេកចឹងណាបាទអត់ចេះអង់គ្លេសអូខេឥឡូវខ្ញុំធ្វើការបញ្ចូលកូដសិនបាទខ្ញុំធ្វើការបញ្ចូលកូដសិនអរនេះសូមធ្វើការ stop បន្តិចអូខេឥឡូវធ្វើការបញ្ចូល0556អូខេនេះឥឡូវពេលខ្ញុំធ្វើការបញ្ចូលហើយវាលោតអូតូទៅហើយបងនេះបាទវាចាប់អូតូតែម្ដងនេះបាទអូខេនេះអញ្ចឹងវាចេញសញ្ញាគ្រីបែបនេះគឺបានន័យថាការដករបស់ខ្ញុំឬក៏ការលក់លុយរបស់ខ្ញុំជា USDT ហ្នឹងទៅជាលុយដុល្លាររបស់យើងចូលមកក្នុងកុងរបស់យើងហ្នឹងគឺទទួលបានជោគជ័យ 100% ហើយអ្នកគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញតាំងពីដើមដល់ចប់តែម្ដងបាទគឺខ្ញុំព្យាយាមបញ្យល់ឲ្យបងប្អូនយើងកាន់តែច្បាស់អ្នកគ្នាណាទោះបីជាវែងមែនប៉ុន្តែគឺខ្ញុំព្យាយាមបញ្យល់ដោយសារវីដេអូនេះគឺខ្ញុំបង្ហាញតាំងពីការបដូរកាក់តាំងពីការបដូរកាក់បងប្អូនយើងមានកាក់ពី website ណាដកមកអញ្ចឹងណាអញ្ចឹងយើងបដូរវាមកទៅជាលុយ USDT សិនទើបយើងអាចដកពីទើបយើងអាចលក់លុយ USDT ហ្នឹងមកក្នុងកុងធនាគាររបស់យើងបានដូចឥឡូវអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់នេះទឹកលុយ$12.86សេនធំពណ៌ខ្មៅនេះគឺខ្ញុំទទួលបានជោគជ័យហើយបាទអញ្ចឹងការដកនេះគឺអស់សេវាតែ8សេនទេអ្នកគ្នាតែ8សេនទេខ្ញុំលក់ចំនួន$2.89ហើយខ្ញុំទទួលបានមកវិញគឺបាន$12.86អញ្ចឹងវាអស់ថ្លៃសេវាតែ8សេនទេបាទអ្នកគ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនខ្ញុំសង្ឃឹមថាវីដេអូមួយនេះបងប្អូនយើងនឹងមើលដល់ពីដើមដល់ចប់ណាដើម្បីបងប្អូនយើងដឹងច្បាស់ទាំងអស់គ្នាហើយបើសិនជាអត់ទាន់ច្បាស់ទៀតអាចធ្វើការ comment នៅខាងក្រោមវីដេអូនៅវីដេអូក្រោយៗគឺខ្ញុំព្យាយាមធ្វើបន្តទៀតឲ្យច្បាស់សម្រាប់បងប្អូនយើងអាប់ដេតបន្តទៀតបាទអរគុណ